nênទាំងអស់គ្នាបងប្អូនយើងប្រហែលជាដឹងហើយថា Xiaomi ថ្មីហ្នឹងគឺមានទំហំថ្មដូចជា7000 mAh ជាងហើយខ្ញុំឃើញគេប្រៀបធៀបបងប្អូនយើងបើអញ្ចឹងខ្ញុំមើលគេនៅលើអ៊ីនធឺណិតទេបើខ្ញុំអត់មាន Xiaomi ខ្លួនឯងទេបើសិនជាគេធ្វើ battery drain test ណាខ្ញុំឃើញថាអា Xiaomi 17 Pro Max ហ្នឹងដែលមានទំហំថ្ម7000 mAh បងប្អូនយើងវាលើស iPhone 17 Pro Max ដូចជា3-4នាទីទេដូចជា5-6នាទីទេណាបងប្អូនយើងដែលទំហំថ្មហ្នឹងគឺថាខុសច្រើនមែនតើបាទ iPhone របស់យើងនេះបើសិនជាបងប្អូនយើងប្រើមិនមែនជាម៉ាស៊ីន LL បាទអញ្ចឹងទំហំថ្មវាត្រឹមតែប្រហែលទេបងប្អូនយើងដូចជា4000ជាងទេបាទអត់ដល់5000ណាអញ្ចឹងនោះគឺ7000ជាងអញ្ចឹងវាលើស3000 mAh ប៉ុន្តែទៅលើ real world គេហៅថាការប្រើប្រាស់ជាក់ស្ដែងទៅលើ battery drain test របស់គេហ្នឹងដូចថាគេបើកកម្មវិធីស្រូបពេលក្នុងពេលតែមួយទៅឲ្យគេចុចវាអញ្ចឹងណាតែខ្ញុំឃើញថាវាដូចជាអាទំហំ7000អីហ្នឹងវាដូចជាអត់មានន័យដល់ពេលអញ្ចឹងទៅបងប្អូនយើងបើយើងគិតទៅមើលវាលើស iPhone ឡើងមក3000 mAh ជាងទៅគឺសឹងពាក់កណ្ដាលបាទហើយទៅពេលលទ្ធផលមកថាដូចជាលើស1នាទីបាទដូចថាលើស 4-5 នាទីអញ្ចឹងទៅវា7000ធ្វើអីអញ្ចឹងបងប្អូនយើងការតេស្តនិងការប្រើប្រាស់វាខុសគ្នាណាកន្លែងហ្នឹងបើសិនជាគេតេស្តទៅគឺគេចុចរហូតឲ្យដំណើរគ្នាតែម្ដងបើអញ្ចឹងគេឲ្យវាដូចថាយើងបើថាដឹងតែ YouTube 1ម៉ោងអញ្ចឹងទៅបើអញ្ចឹងការថតប្រកេតហ្នឹងគឺចំណាយពេល1ថ្ងៃពេញអញ្ចឹងបងប្អូនយើងគេថតច្រើនមែនទែនតែម្ដងបាទហើយគេប្រើគេហៅថា Facebook 1ម៉ោងគេប្រើ YouTube 1ម៉ោងគេប្រើ gaming 1ម៉ោងគេថតវីដេអូ1ម៉ោងទៅបើអញ្ចឹងគេប្រើទៅដើម្បីឲ្យវាអស់ថ្មអញ្ចឹងណាអញ្ចឹងគឺជារបៀបតេស្តថ្មរបស់គេហ្នឹងគឺយើងជំរុញវាឲ្យប្រើដំណើរការឲ្យខ្លាំងមែនទែនតែម្ដងមួយថ្ងៃហ្នឹងគឺគេថតឲ្យបានចប់អញ្ចឹងទៅហើយគេកាត់តយកទៅអញ្ចឹងទៅបាទអញ្ចឹងខ្ញុំឃើញថាវាដូចជាអត់ស័ក្តិសមបងប្អូនយើងថ្ម7000 mAh លើស 3-4 នាទីអញ្ចឹងណាអញ្ចឹងវាដូចជាអត់មានន័យអីថ្ម7-8000យ៉ាងនេះអញ្ចឹងខ្ញុំក៏មិនយល់កន្លែងហ្នឹងដែរបើអញ្ចឹងថ្មហ្នឹងគឺប្រើ tech ថ្មីទៀតគេហៅថា silicon battery បងប្អូនណាអញ្ចឹងអាហ្នឹងគឺជា battery ថ្មីបងប្អូនយើងជា technology ថ្មីដែលទូរស័ព្ទមកពី European country ឬក៏អាមេរិកឬក៏កូរ៉េអញ្ចឹងអត់ទាន់បានដាក់ទេបើអញ្ចឹងគេនៅប្រើ lithium ធម្មតានៅលើ iPhone ក៏ lithium នៅលើ Samsung ក៏ lithium Google អញ្ចឹងទៅ Sony អញ្ចឹងទៅបើអញ្ចឹងមានតែខាង Chinese smartphone ទេដែលប្រើគេហៅថាបច្ចេកវិទ្យាថ្មលឿនថ្មថ្មីបងយើងបើអញ្ចឹងគេថាអាហ្នឹងវាល្អជាងគេថានិយាយថ្មវាកាន់ជាងអញ្ចឹងទៅតែទៅពេលជាក់ស្ដែងវាទៅជាណាទំហំថ្ម7000 mAh ហើយនៅតែមិនកាន់ដូច iPhone ចង់និយាយថាវាកាន់ជាងមែនប៉ុន្តែវាបានយូរជាង 4-5 នាទីហ្នឹងវាអត់មានន័យដែលថាទំហំថ្មហ្នឹងគឺថាខុសគ្នាមិនមិនដីណោះបងយើងគិតមើល 4000 ជាងនិង 7000 ជាងបាទវាជារឿងមួយដែលខ្ញុំឃើញថាកាត់ចុះកាត់ឡើងជុំហើយថ្មធំឡើងម្លឹងហើយវាអត់សូវចង់និយាយថាវាដូចជាមិនជាលើស iPhone ណាស់ផងណាដល់ iPhone ទំហំថ្មตั้งតែ4000ជាងទេហើយលើស 5-6 នាទីនឹងវា doesn't make sense ចង់និយាយអញ្ចឹងបងប្អូនហ្នឹងហើយបើអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់មកធ្វើការចែកចម្លែក reaction ខ្លះពាក់ព័ន្ធនឹង battery drain test របស់ tech YouTuber មួយចំនួននៅលើអ៊ីនធឺណិតហ្នឹងណាគេយកអាទូរស័ព្ទ7000 mAh ហ្នឹងមកធ្វើការ drain test ជាមួយនឹង iPhone អញ្ចឹងទៅជាមួយនឹង Samsung Android ផ្សេងៗឡាក់ជាដើមអញ្ចឹងឃើញថាបើសិនយើងធៀបមួយ Android ផ្សេងវិញណាដកតា Xiaomi 17 Pro Max ទៅក្នុងការតេស្តនេះហ្នឹងយើងបើអញ្ចឹងខ្ញុំឃើញថា iPhone គឺសង្កាន់ជាងគេផងបាទហើយវាអស់ក្រោយគេចង់និយាយអញ្ចឹងវាក្រោម17 Pro Max របស់ Xiaomi តែ5-6នាទីតែប៉ុណ្ណោះអញ្ចឹងដល់ពេលទៅខ្ញុំដូចជាអត់ចង់យល់ដែរហ្នឹងហើយបងប្អូនយើងបើអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់មកធ្វើការ reaction នៅក្នុងវីដេអូនេះបើអញ្ចឹងសង្ឃឹមបងប្អូនយើងចូលចិត្តជួបគ្នានៅឱកាសក្រោយ